ទស្សនវិជ្ជារបស់អ្នកនឹងកំណត់ថាតើអ្នកនឹងផ្ដើមចេះដាក់វិន័យឲ្យខ្លួនឯងឬមួយក៏អ្នកនៅតែបន្តបង្កើតកំហុសតទៅទៀតការរៀនសូត្រពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យការដែលអាចបង្វែរភាពបរាជ័យឲ្យប្រែក្លាយជាបទពិសោធន៍វិជ្ជមានដែលអ្នកអាចរៀនសូត្រពីវាបានវិញនោះវាអាចនឹងប្រែក្លាយជាភាពខុសគ្នារវាងភាពជោគជ័យនិងភាពបរាជ័យដ៏ធំមួយបាននិយាយរួមការរៀនសូត្រពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកគឺមានសារៈសំខាន់ណាស់ក្នុងការកែលម្អនិងពង្រឹងទៅលើទស្សនៈផ្ទាល់ខ្លួនរបស់អ្នកវាក៏ជារឿងសំខាន់ផងដែរដែលអ្នកអាចរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃបាននោះត្រង់ចំណុចមួយនេះគឺគ្មានអ្វីដែលអាចច្បាស់លាស់ជាងនេះទៅទៀតទេប៉ុន្តែមនុស្សយើងតែងតែមើលរំលងជារឿយៗជាធម្មតាអ្នកមិនអាចរងចាំទាល់តែខ្លួនបានជួបប្រទះនឹងអ្វីៗគ្រប់យ៉ាងទាំងអស់ដោយសារខ្លួនឯងនោះទេការឆ្លៀតពេលដើម្បីទទួលយកបទពិសោធន៍នៃភាពជោគជ័យនិងភាពបរាជ័យរបស់អ្នកដទៃនឹងអាចជួយអ្នកឲ្យសម្រេចបាននូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិតអ្នកអាចរៀនសូត្របានច្រើនពីភាពបរាជ័យនិងភាពជោគជ័យគ្រប់ប្រភេទទាំងពីខ្លួនអ្នកផ្ទាល់និងអ្នកដទៃផងដែរនៅពេលដែលអ្នកចំណាយពេលដើម្បីរៀនសូត្រពីភាពបរាជ័យនិងភាពជោគជ័យរបស់អ្នកដទៃគឺអ្នកកំពុងតែរៀនពីវិធីដើម្បីគេចជៀសពីគ្រោះថ្នាក់និងពង្រឹងដល់ឱកាសនានាដែលពិភពលោកបានផ្ដល់ឲ្យអ្នកហើយយើងអាចប្រើប្រាស់ព័ត៌មានបែបនេះសម្រាប់ជាគោលបំណងដើម្បីយកមកអប់រំខ្លួនបាននេះហើយជានិយមន័យនៃការអភិវឌ្ឍខ្លួននោះពេលនេះខ្ញុំមិនមែនកំពុងតែប្រាប់អ្នកពីអ្វីដែលអ្នកត្រូវធ្វើនោះទេខណៈដែលមានការណែនាំជាច្រើននៅក្នុងសៀវភៅនេះគឺវាអាស្រ័យទៅលើអ្នកផ្ទាល់ក្នុងការកំណត់និងជ្រើសរើសផ្លូវតែមួយគត់សម្រាប់ខ្លួនឯងខ្ញុំគ្រាន់តែគូសសញ្ញាបញ្ជាក់ពីអ្វីដែលអ្នកអាចធ្វើទៅនិងប្រាប់អ្នកថាតាមរយៈដំណើរការនៃការអភិវឌ្ឍខ្លួនឯងនិងការអប់រំខ្លួនឯងនេះអ្នកនឹងអាចបង្កឲ្យមានការផ្លាស់ប្ដូរយ៉ាងសំខាន់និងជាក់ស្ដែងបំផុតក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកបានតែប៉ុណ្ណោះសូមចងចាំរឿងនេះទុកនៅក្នុងចិត្តរបស់អ្នកមិនមែនជាដើមឈើនោះទេអ្នកមិនមែនជាវត្ថុមិនអាចចល័តខ្លួនបានដោយជាប់គាំងនៅនឹងមួយកន្លែងនិងស្ទើរតែមិនអាចរំកិលខ្លួនបានសូម្បីតែបន្តិចនោះទេក្នុងនាមជាអ្នកគិតជាមនុស្សដែលអាចចល័តបានដែលមានបញ្ញានិងឆន្ទៈសេរីអ្នកអាចប្រស្រ័យទាក់ទងជាមួយនឹងបរិយាកាសដែលស្ថិតជុំវិញអ្នកនៅក្នុងកម្រិតដ៏ខ្ពស់មួយបានអ្នកអាចប្រើប្រាស់ទស្សនវិជ្ជាផ្ទាល់ខ្លួនរបស់អ្នកដែលកើតចេញពីការអប់រំខ្លួននិងការអភិវឌ្ឍខ្លួនរបស់អ្នកនឹងធ្វើការផ្លាស់ប្ដូរដ៏ធំធេងមួយបានយ៉ាងពិតប្រាកដការផ្លាស់ប្ដូរទាំងនេះអាចនឹងជះឥទ្ធិពលដល់ពិភពលោកជុំវិញអ្នកហើយពិតណាស់វាក៏នឹងជះឥទ្ធិពលលើជីវិតរបស់អ្នកផ្ទាល់ដូចគ្នាស្ថិតនៅក្នុងខ្លឹមសារស្នូលនៃអ្វីៗគ្រប់យ៉ាងទាំងអស់វាគឺជាទស្សនវិជ្ជាផ្ទាល់ខ្លួនរបស់អ្នកនេះឯងវាជារបៀបដែលអ្នកនឹងខិតខំទៅរកឱកាសនិងគ្រោះថ្នាក់និងរបៀបដែលអ្នកនឹងចូលទៅរកនៅអ្វីដែលត្រូវនិងខុសនោះឯងរបៀបដែលអ្នកប្រព្រឹត្តនិងប្រស្រ័យទាក់ទងជាមួយនឹងពិភពលោកនិងកំណត់ទៅលើកម្រិតនៃភាពជោគជ័យរបស់អ្នកនិងសូម្បីតែគេដំណើរដែលអ្នកនឹងត្រូវបន្សល់ទុកនៅលើពិភពលោកនេះផងដែរកត្តាទី2ក្នុងការកែលម្អនិងពង្រឹងទៅលើទស្សនៈផ្ទាល់ខ្លួនរបស់អ្នកឡើងវិញនោះគឺឥរិយាបថរបស់អ្នកវាជារឿងមួយដែលអ្នកត្រូវយល់ថាអ្នកគឺជាមនុស្សដែលមានថាមពលខ្លាំងដែលអាចប្រស្រ័យទាក់ទងជាមួយនឹងពិភពលោកបានប៉ុន្តែឥរិយាបថរបស់អ្នកក៏ជាធាតុផ្សំដ៏សំខាន់នៅក្នុងដំណើរការភាពជោគជ័យនិងសេចក្តីសុខរបស់អ្នកផងដែរយើងទាំងអស់សុទ្ធសឹងតែបានទទួលរងឥទ្ធិពលពីអ្វីដែលយើងបានដឹងហើយយើងទាំងអស់គ្នាក៏ទទួលរងឥទ្ធិពលពីអារម្មណ៍របស់យើងផ្ទាល់ខ្លួនដូចគ្នា
មិនថាអ្នកអាចអត់ធន់នឹងពូកែពិចារណាខ្លាំងប៉ុណ្ណានោះទេក៏ការសម្រេចចិត្តរបស់អ្នកនៅតែត្រូវទទួលរងឥទ្ធិពលពីអារម្មណ៍របស់អ្នកអញ្ចឹងអារម្មណ៍ដែលអ្នកមានចំពោះអតីតកាលរបស់អ្នកនិងអនាគតរបស់អ្នកនឹងមានឥទ្ធិពលលើការសម្រេចរបស់អ្នកនិងផ្លូវដែលអ្នកត្រូវជ្រើសរើសសម្រាប់ខ្លួនឯងការយល់ដឹងពីកត្តាមួយនេះនឹងជួយពង្រឹងដល់ទស្សនៈនិងវិធីសាស្ត្ររបស់អ្នកបានយ៉ាងពិតប្រាកដការសម្រេចបាននូវអ្វីជាច្រើនដែលអ្នកចង់បានធ្វើនៅក្នុងជីវិតវាទាមទារឲ្យយើងចាំបាច់ត្រូវក្រឡេកមើលទៅលើបទពិសោធន៍ចាស់ៗរបស់យើងឡើងវិញដើម្បីឲ្យយើងបានដឹងអំពីរបៀបបន្តដំណើរឆ្ពោះទៅកាន់ថ្ងៃអនាគតរបស់យើងឲ្យបានកាន់តែប្រសើរជាងមុនចូលស្រមៃមើលពីខ្លួនអ្នកនៅក្នុងថ្ងៃអនាគតហើយចូលគិតអំពីកន្លែងដែលអ្នកចង់ទៅដំណើរការនេះអាចចាប់ផ្ដើមជាមួយនឹងជំហានដ៏សាមញ្ញមួយចំនួនដូចជាការសរសេរនៅអ្វីដែលអ្នកចង់បាននៅក្នុងថ្ងៃអនាគតរបស់អ្នកចេញមកជាដើមការឆ្លៀតពេលអង្គុយចុះហើយសរសេរគោលដៅរបស់អ្នកសម្រាប់ពេលបច្ចុប្បន្នអនាគតដ៏ខ្លីនិងអនាគតដ៏វែងឆ្ងាយនាពេលខាងមុខគឺជាផ្នែកដ៏ចាំបាច់មួយនៃការផ្លាស់ប្ដូរជីវិតរបស់អ្នកគ្រូណែនាំរបស់ខ្ញុំបានបង្ហាញខ្ញុំពីគុណតម្លៃនៃការអនុវត្តទៅតាមជំហានទាំងអស់នេះហើយបើនិយាយឲ្យអស់ទៅខ្ញុំថែមទាំងចង់បញ្ជាក់ថាវាគឺជាអំណាចដ៏អស្ចារ្យបំផុតមួយដែលអ្នកក៏អាចផ្ដល់វាទៅឲ្យអ្នកផ្សេងទៀតបានផងដែរការបង្រៀនទៅកាន់អ្នកដទៃពីគុណតម្លៃនៃការគោះបង្ហាញអំពីគោលដៅរបស់ពួកគេនិងសំដៅឆ្ពោះទៅរកពួកវានោះគឺជារឿងដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបានឡើយដូច្នេះចូលដកឃ្លាមួយភ្លែតហើយសួរខ្លួនឯងនៅសំណួរសំខាន់ៗមួយចំនួនខាងក្រោមនេះតើអ្នកចង់បានអ្វីខ្លះសម្រាប់ខ្លួនអ្នកតើអ្នកចង់បានអ្វីខ្លះសម្រាប់គ្រួសាររបស់អ្នកតើអ្នកចង់បានអ្វីខ្លះសម្រាប់អាជីវកម្មរបស់អ្នកតើអ្នកសុខចិត្តលះបង់កម្រិតណាតើអ្នកចង់ចែករំលែកកម្រិតណាតើគោលដៅរបស់អ្នកគឺជាអ្វីតើគោលដៅទាំងនេះបានលើកទឹកចិត្តអ្នកដទៃទេតើពួកវាធ្វើឲ្យអ្នកមានអារម្មណ៍បែបណាខ្លះសូមចងចាំថាការសួរសំណួរគឺជារបៀបដែលយើងចាប់ផ្ដើមទទួលបានចំណេះដឹងអំពីពិភពលោកដែលស្ថិតនៅជុំវិញខ្លួនយើងនិងអំពីខ្លួនយើងផ្ទាល់លោក Andrew Carnegie បាននិយាយថាគាត់នឹងចំណាយពេលពាក់កណ្ដាលជីវិតដំបូងរបស់គាត់ដើម្បីរកប្រាក់និងពាក់កណ្ដាលនៃជីវិតរបស់គាត់ទៀតដើម្បីបរិច្ចាគពួកវាទាំងអស់ត្រឡប់ទៅវិញឥឡូវនេះវាជាការពន្យល់លើកទឹកចិត្តមួយហើយ Carnegie មានក្តីរំភើបខ្លាំងចំពោះគោលដៅរបស់គាត់ដែលគាត់អាចរកប្រាក់បានប្រមាណជា$400 លានក្នុងពាក់កណ្ដាលជីវិតដំបូងរបស់គាត់ដែលក្នុងសម័យនោះវាគឺជាចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលមួយបន្ទាប់មកទៀតគ្រប់យ៉ាងគឺពិតដូចទៅនឹងពាក្យសម្ដីរបស់គាត់និងគោលដៅរបស់គាត់អញ្ចឹងគាត់បានចំណាយពេលពាក់កណ្ដាលនៃជីវិតបន្ទាប់របស់គាត់ដើម្បីបរិច្ចាគពួកវាទាំងអស់ត្រឡប់ទៅវិញតែម្ដងមេរៀនដ៏សំខាន់នៅទីនេះគឺហេតុផលនិងគោលដៅអាចមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតរបស់អ្នកការមានហេតុផលនិងគោលដៅអាចដើរជាតួអ្នកជំរុញលើកទឹកចិត្តដ៏មានឥទ្ធិពលមួយរូបដែលមិនត្រឹមតែផ្លាស់ប្ដូរជីវិតរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែក៏បានផ្លាស់ប្ដូរដល់ជីវិតរបស់មនុស្សដែលស្ថិតនៅជុំវិញខ្លួនអ្នកផងដែរហើយប្រហែលជាអាចនឹងដល់ពិភពលោកទាំងមូលថែមទៀតផងដូច្នេះចូលក្លាហានក្នុងការកំណត់គោលដៅរបស់ខ្លួនចូលចំណាយពេលខ្លះដើម្បីត្រួតពិនិត្យមើលពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកឡើងវិញព្រោះវាជាប្រភពព័ត៌មាននិងការអប់រំខ្លួនឯងដ៏សម្បូរបែបបន្ទាប់មកទៀតចូលទន្ទឹងរង់ចាំព្រមជាមួយនឹងកម្លាំងបណ្ដាលចិត្តនៅក្នុងបេះដូងរបស់អ្នក
ចំពោះអ្វីដែលអ្នកបានរំពឹងទុកនៅទីបំផុតទៅលើវានឹងជាអ្វីដែលអ្នកចង់សម្រេចបាននៅក្នុងជីវិតរបស់អ្នកសម្រាប់ខ្លួនអ្នកក្រុមគ្រួសាររបស់អ្នកនិងសម្រាប់ពិភពលោកទាំងមូលអ្នកអាចមានអ្វីៗគ្រប់យ៉ាងដែលអ្នកចង់បានពីក្នុងជីវិតរបស់អ្នកបានប្រសិនបើអ្នកព្យាយាមជួយអ្នកដទៃប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពលនិងពោរពេញទៅដោយអំណាចមួយរូបនោះអ្នកត្រូវតែទទួលស្គាល់ការពិតទាំងនេះទាំងស្រុងអ្វីដែលធ្វើឲ្យអាមេរិកប្រែក្លាយជាប្រទេសដែលមានឥទ្ធិពលបំផុតខុសពីប្រទេសដទៃដែលត្រូវបានកត់ត្រាទុកក្នុងរយៈពេល 6,000 ឆ្នាំចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រមកនោះគឺដោយសារតែអំណាចដ៏ពិសិដ្ឋទាំងអស់ពីទូទាំងពិភពលោកទាំងមូលដែលបានហូរចូលមកកាន់ទីនេះអស់រយៈពេល400ឆ្នាំចុងក្រោយនេះច្រើនឆ្នាំតទៅមុខទៀតមនុស្សគ្រប់ប្រភេទគឺកំពុងតែធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកប៉ុន្តែពួកគេមិនមែនមកដោយដៃទទេនិងមិនបានសម្រេចអ្វីសោះនោះទេផ្ទុយទៅវិញមនុស្សទាំងនេះក៏កំពុងតែនាំយកអំណោយដ៏ពិសិដ្ឋផ្ទាល់ខ្លួនរបស់ពួកគេមកជាមួយនឹងពួកគេផងដែរនេះជាអ្វីដែលអាមេរិកមិនខុសពីកន្លែងដទៃផ្សេងទៀតក្នុងប្រវត្តិសាស្ត្រអំណោយនៃភាសាអំណោយនៃសេរីភាពក្រមសីលធម៌ការងាររបស់អាមេរិកអំណោយនៃចំណេះដឹងគ្រប់ទម្រង់និងអំណោយនៃការបំផុសគំនិតស្មារតីចក្ខុវិស័យនិងភាពរីករាយសុទ្ធតែត្រូវបានរួមបញ្ចូលគ្នាដើម្បីធ្វើឲ្យអាមេរិកប្រែក្លាយជាប្រទេសដ៏អស្ចារ្យនិងមានលក្ខណៈពិសេសពីប្រទេសដទៃអំណោយទាំងអស់នេះគឺត្រូវបានពំនាំយកមកកាន់ទីនេះរួចស្រេចទៅហើយនោះជាអ្វីដែលធ្វើឲ្យយើងមានលក្ខណៈសែនខុសប្លែកពីគេនោះគ្មានប្រទេសណាដែលបានក្លាយជាឃ្លាំងនៃចំណេះដឹងនិងអំណោយយ៉ាងពិសេសដូចជាសហរដ្ឋអាមេរិកនេះទៀតឡើយការចូលរួមចំណែករបស់បុគ្គលម្នាក់ៗបានធ្វើឲ្យសហរដ្ឋអាមេរិកមានលក្ខណៈពិសេសខុសប្លែកពីប្រទេសដទៃមិនថាបានមកពីទេសចរនិងអ្នកបម្រើចំនួនរាប់លាននាក់ដែលត្រូវបានគេជួញដូរនិងបំភ្លេចចោលឬក៏ពួកអ្នកត្រកូលអភិជនដែលទទួលបានធម្មនុញ្ញដីធ្លីពីព្រះមហាក្សត្រឬក៏មហាក្សត្រីនៃទ្វីបអឺរ៉ុបនោះឡើយមនុស្សតែម្នាក់មិនអាចបង្កើតសហគ្រាសប្រទេសជាតិឬសេដ្ឋកិច្ចឡើងមកបានដោយខ្លួនឯងបានទេវាទាល់តែទាមទារឲ្យយើងមានការចូលរួមទាំងអស់គ្នាទើបយើងអាចបង្កើតសេដ្ឋកិច្ចមួយឡើងមកបានជារួមមកការងារគឺជារឿងចាំបាច់ណាស់សម្រាប់រាល់ការខិតខំប្រឹងប្រែងទាំងពួងសមិទ្ធផលដ៏អស្ចារ្យដូចជាការកសាងប្រទេសមួយពីបាតដៃទទេមកគឺសុទ្ធសឹងតែកើតចេញមកពីសកម្មភាពទាំងស្រុងការមានទស្សនវិជ្ជាស្នូលដ៏រឹងមាំគឺជាផ្នែកមួយនៃសម័យកាលឯមួយទៀតនោះគឺជាឥរិយាបថដ៏ត្រឹមត្រូវហើយផ្នែកទី3នោះគឺការមូលដៃអាវនិងលាត់ជើងខោរបស់អ្នកឡើងហើយយកបញ្ចូលវាចូលទៅក្នុងកិច្ចការដែលចាំបាច់ដើម្បីឲ្យការងាររបស់អ្នកបានសម្រេចចេញជាលទ្ធផល